រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងអភិបាលខេត្តព្រះវិហារជួបសំណេះសំណាលនិងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំនិងមន្ត្រីព័ត៌មានខេត្តអាយដាមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានរួមជាមួយអាយដាមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានអញ្ជើញជួបសំណេះសំណាលនិងតម្រង់ទិសការងារដល់ថ្នាក់ដឹកនាំមន្ត្រីរាជការនិងមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តព្រះវិហារនារសៀលថ្ងៃទី10ខែមិថុនាឆ្នាំ2025នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តថ្លែងក្នុងឱកាសនោះអាយដាមគឹមរិទ្ធីអភិបាលខេត្តព្រះវិហារបានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរព័ត៌មានខេត្តព្រះវិហារដែលមានស្នាដៃក្នុងការផលិតនិងផ្សព្វផ្សាយព័ត៌មាននាពេលកន្លងមកដោយបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពនិងវិជ្ជាជីវៈដ៏ប៉ិនប្រសប់របស់មន្ត្រីទាំងអស់លើពីនេះអាយដាមអភិបាលខេត្តក៏បានបន្តកោតសរសើរជាពិសេសដល់មន្ទីរព័ត៌មានដែលស្ថិតក្រោមការដឹកនាំរបស់លោកស្រីហែមសុគន្ធពិសីប្រធានមន្ទីរដែលបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមត្ថភាពជាក់ស្ដែងមន្ត្រីឆ្នាំពីររូបរបស់មន្ទីរត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី4ដែលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់លាស់ពីគុណភាពនៃការបណ្ដុះបណ្ដាលនិងការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីនៅមន្ទីរព័ត៌មានខេត្តព្រះវិហារអាយដាមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់នូវអនុសាសន៍សំខាន់ៗជាច្រើនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារអាយដាមបានក្រើនរំលឹកដល់មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់និងទទួលខុសត្រូវឲ្យបានខ្ពស់ចំពោះតួនាទីភារកិច្ចរបស់ខ្លួនដោយកុំធ្វើឲ្យតែរួចពីដៃឬធ្វើការយកល្អតែមុខថ្នាក់ដឹកនាំប៉ុន្តែក្រោយខ្នងធ្វើមិនបានល្អអាយដាមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាបច្ចុប្បន្នមន្ត្រីរាជការក្រសួងព័ត៌មានក៏ដូចជាមន្ទីរព័ត៌មានតាមបណ្ដាខេត្តមានភារកិច្ចសំខាន់ៗចំនួន2យ៉ាងទី1ការងារស្នូលគឺជាការងារសំខាន់បំផុតក្នុងការគ្រប់គ្រងលើវិស័យព័ត៌មាននិងសោតទស្សន៍រួមបញ្ចូលទាំងការធានាសណ្ដាប់ធ្នាប់សារព័ត៌មាននិងការផ្សព្វផ្សាយនានារាប់ចាប់ពីការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានារហូតដល់ការគ្រប់គ្រងលើការប្រើប្រាស់ប៉ាណូនិងអាហ្វីសឲ្យបានត្រឹមត្រូវតាមបទបញ្ញត្តិទី2ក្រៅពីការងារស្នូលមន្ត្រីព័ត៌មានក៏មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តការងារនេះផ្ដោតសំខាន់លើកិច្ចការព័ត៌មាននិងសាធារណមតិមន្ត្រីត្រូវមានភារកិច្ចប្រមូលតាមដាននិងរាយការណ៍ព័ត៌មានសំខាន់ៗជូនថ្នាក់ដឹកនាំជាប្រចាំលើពីនេះក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងសតិអារម្មណ៍របស់មហាជនដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយការញុះញង់និងធានាបាននូវស្ថិរភាពសង្គមអាយដាមរដ្ឋមន្ត្រីនេតភត្រាក៏បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តព្រះវិហារឲ្យបន្តបង្កើនការផលិតនិងផ្សព្វផ្សាយនៅព័ត៌មានដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមានគោលបំណងសំខាន់គឺដើម្បីបង្ហាញជូនប្រជាពលរដ្ឋបានដឹងច្បាស់លាស់អំពីសក្តានុពលដ៏សម្បូរបែបក៏ដូចជាសមិទ្ធផលនានាដែលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមកនិងកំពុងបន្តសម្រេចបានដែលការងារនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងនិងជំនឿទុកចិត្តរបស់សាធារណជនចំពោះការអភិវឌ្ឍរីកចម្រើនរបស់ខេត្តជាចុងក្រោយអាយដាមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ឲ្យមានសាមគ្គីភាពខិតខំប្រឹងប្រែងធ្វើការងារហើយត្រូវគិតគូរថាការលះបង់ពីការផលិតនិងការផ្សព្វផ្សាយរបស់មន្ត្រីគឺជាការចូលរួមពង្រឹងនូវសន្តិភាពរបស់កម្ពុជាយើងដើម្បីឲ្យប្រជាជនទទួលបានព័ត៌មានពិតត្រឹមត្រូវពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឲ្យសង្គមជាតិរឹងមាំប្រជាជនមានការយល់ដឹងមិនជឿតាមការបោកបញ្ឆោតញុះញង់និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ